សួស្តីអ្នកនរគ្នាខ្ញុំឆេស៊ីត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងភាគទី25បន្តទៀតដោយតពីភាគមុនហ្នឹងគឺយើងឃើញថាមីសាគាត់ស្លាប់ប៉ុន្តែតាមពិតទៅគឺគាត់អត់បានស្លាប់ទេហើយឥឡូវហ្នឹងគាត់កំពុងតែគិតថាគាត់ហ្នឹងគួរតែធ្វើអីព្រោះមិញហ្នឹងជ្រុលខ្លួនសំដែងធ្វើជាស្លាប់ហើយឥឡូវហ្នឹងគាត់មានអារម្មណ៍ថាគាត់ខ្មាស់ខ្លួនឯងខ្លាំងហេតុអីបានគាត់ទៅធ្វើអញ្ចឹងហើយមីសាហ្នឹងគាត់ក៏គិតអាចថាជីវិតរបស់ពួកគេទាំងពីរហ្នឹងគឺស្ថិតនៅក្នុងដៃគ្នាទៅវិញទៅមកប៉ុន្តែគឺមានតែអេរិចទេជាមនុស្សតែម្នាក់ដែលដឹងពីអាចកំបាំងរបស់មីសាហើយអីដែលសំខាន់ហ្នឹងណាមីសាហ្នឹងគឺគាត់ត្រូវការសហការពីអេរិចខ្លាំងមែនតើហើយឥឡូវហ្នឹងគាត់មកធ្វើចរិតដូចកូនក្មេងនេះគាត់មានអារម្មណ៍ថាគាត់ហ្នឹងមនុស្សល្ងងហ្មងណានិយាយទៅគឺគាត់ត្រូវការធ្វើមិនគឺមានតំណែងល្អជាមួយអេរិចទោះបីមានរឿងអីក៏ដោយហើយមីសាហ្នឹងក៏គិតក្នុងចិត្តថានៅពេលដែលទៅដល់ផ្ទះពេលណាអេរិចនិយាយអីក៏ដោយក៏មីសាញញឹមដាក់ដែរប្រហែលជាគេអត់ខឹងទេបើយើងធ្វើអញ្ចឹងណាហើយមីសាគិតចឹងហើយគាត់ក៏លួចអឺតមើលមុខអេរិចថាព្រះអង្គអើយអេរិចធ្វើមុខដូចប្រែតមុខឡើងខើមកដាក់មកបថៅក៏អត់ធ្លុះដែរមីសាឃើញចឹងឡើងភ័យឡើងជ្រុបមុខអត់ហ៊ានងើបចាញ់ហ្មងនិយាយទៅមីសាហ្នឹងគឺមានជាការខ្លាចទឹកមុខអេរិចហ្នឹងខ្លាំងមែនតើគាត់គិតថាអេរិចហ្នឹងមុខខៅចឹងរហូតមកមែនតែធម្មតាឲ្យតែគាត់ស្លឹងមកមីសាគឺគាត់ស្លឹងបែបសតុនណាហើយពេលហ្នឹងចេឡាគាត់ក៏ចូលមកដល់គាត់ថាគាត់ត្រឡប់មកវិញហើយប៉ុន្តែគឺគាត់ចាប់អារម្មណ៍ថាមានអីចម្លែកចូលមកគឺថាបិទវាំងននបិទអីឡើងល្ងឹតឆឹងគាត់ដើរលើបមកគាត់សួរថាហេតុអីបានបិទវាំងននទាំងអស់ចឹងហើយពេលហ្នឹងយើងក៏ឃើញថាអេរិចគាត់សម្លឹងទៅក្រៅប្អួយហ្នឹងឃើញអីមួយអ្នកគ្នាកន្លែងហ្នឹងខ្ញុំអត់ចាប់អារម្មណ៍ឯអានដំបូងខ្ញុំឆ្ងល់អេរិចគាត់មើលអីគេខ្ញុំមើលចង់លៀនបស័យភ្នែកបានខ្ញុំឃើញនិយាយទៅកំពុងតែមានមនុស្សហ្នឹងកំពុងតែលើបតាមដានអេរិចហ្នឹងតាមពិតគាត់មុខខៅគាត់កំពុងតែរបៀបស្កិញចិត្តណាព្រោះមានមនុស្សតាមដានគាត់ហើយមួយសន្ទុះក្រោយមកហ្នឹងគេក៏ធ្វើដំណើរមកដល់ភូមិគ្រឹះវិញខណៈពេលហ្នឹងផងដែរក៏មានរទេះសេះមួយហ្នឹងរៀបនឹងធ្វើដំណើរចេញដូចគ្នាហើយគេក៏បានបង្ហាញថាអ្នកដែលនៅក្នុងរទេះសេះហ្នឹងគឺជាតាកាចាស់ម៉ាក្រែវនិយាយទៅជ្រុះគ្នាជាមួយនឹងរទេះសេះរបស់អេរិចចឹងណាប៉ុន្តែគឺអត់មាននិយាយអីស្កាត់ជ្រាបអេរិចហ្នឹងក៏គិតក្នុងចិត្តថាគាត់ហ្នឹងប្រហែលជាទៅជួបម្នាក់ស្រីហ្នឹងទៀតហើយជួបស្រីស្នេហ៍សង្សារគេហ្នឹងណាអេរិចហ្នឹងគាត់ក៏ដកដង្ហើមធំហើយគាត់និយាយថាគាត់ចុះទៅមុនហើយពេលហ្នឹងគាត់ក៏បាននឹកទៅដល់សម្ដីរបស់អេឌីលកាលពីថ្ងៃមុនដូចគ្នាដោយសម្ដីរបស់អេឌីលហ្នឹងបាននិយាយថាគាត់ហ្នឹងមិនមែនចេះតែជឿធ្វើតាមបញ្ជាដើម្បីតែបញ្ជាក់ថាគាត់ហ្នឹងស្មោះត្រង់ទេមានន័យថាបើបញ្ជាគាត់មិនត្រឹមត្រូវក៏គាត់មិនធ្វើដូចគ្នាហើយអេរិចគាត់ឆ្ងល់គាត់ថាហេតុអីបានគាត់សុកទៅនឹកឃើញពាក្យទាំងអស់ហ្នឹងអេរិចហ្នឹងក៏មើលអត់តែសេះបើឪខ្លួនឯងចេញទៅគាត់គិតថាឪគាត់ណាមិនខ្វល់នឹងនិយាយលាដាក់គាត់ផងហើយពេលខ្លះគាត់មានអារម្មណ៍ថាមានប្រយោគមួយដែលដាក់សម្ពាធគាត់ខ្លាំងមែនតើប្រយោគហ្នឹងគឺអ្វីគ្រប់យ៉ាងសម្រាប់គ្រួសារគឺត្រូវតែសម្រាប់ចិត្តឲ្យគ្រប់ជ្រុងជ្រោយនិងនាំមកជាមួយនឹងហេតុផលមានន័យថាធ្វើអីក៏ដោយសម្រាប់គ្រួសារគឺត្រូវមានការពិភាក្សាសម្រាប់ចិត្តអីត្រឹមត្រូវមិនមែនចេះតែធ្វើបានទេប៉ុន្តែអេរិចក៏គិតក្នុងចិត្តណាគាត់ថាគាត់ហ្នឹងស្ទើរតែអត់ចាំថាឪពុករបស់គាត់ហ្នឹងណាបំពេញកាតព្វកិច្ចលែងត្រឹមត្រូវជាមេគ្រួសារហ្នឹងតាំងពីពេលណាផងហើយគិតសັບទៅហ្នឹងសម្ដីរបស់អេឌីហ្នឹងក៏វាអត់ខុសទាំងស្រុងដែរតោះតែអេឌីយកមកប្រើដាក់គាត់អត់ត្រូវយកទៅប្រើដាក់អាតាកាចាស់ម៉ាក្រែវនេះគឺត្រូវ 100% តែម្ដងចាអេរិនគាត់ក៏គិតដែរពួកយើងអត់អាចឲ្យផ្លែប៉ោមដែលស្អុយរលួយមួយធ្វើឲ្យផ្លែប៉ោមមកកត្រកទៀតតែនៅជាមួយវានឹងខូចទាំងអស់ទេអាហ្នឹងដូចគេថាផ្លែឈើមកកត្រកស្អុយមួយស្អុយទាំងអស់អេរិចហ្នឹងគាត់អត់ចង់ឲ្យមានពាក្យហ្នឹងទេហើយពេលហ្នឹងចេឡាគាត់ក៏ដើរចេញមកគាត់ថាលោកម្ចាស់នៅក្នុងរទេះសេះហ្នឹងគាត់ឃើញមានប្រអប់មួយត្រូវការឲ្យខ្ញុំហ្នឹងយកទៅចូលក្នុងឲ្យអត់អេរិចក៏តបថាមិនម៉េចទេចេឡាហ្នឹងអាចយកវាបានបើចេឡាចង់ហើយទុកឲ្យគាត់ហ្នឹងបីប្រពន្ធគាត់វិញហើយអេរិនគាត់ក៏បន្តនិយាយទៅថាហើយចេឡាហ្នឹងចេះប្រើកបិតរៀងស្ទាត់អត់ចេឡាឮថាកូនកបិតហ្នឹងណាក្នុងចិត្តហ្នឹងចេឡាគិតថាគាត់មានអារម្មណ៍ថាគាត់គូតែនិយាយថាគាត់អត់ចេះប៉ុន្តែគាត់មានអារម្មណ៍ថាគាត់អាចកុហកមេបញ្ជាការបានទេចេឡាហ្នឹងគាត់ក៏ប្រាប់ថាចាខ្ញុំនិយាយទៅប៉ាកែមែនតើជាមួយអីក៏ដោយដែលតើតើនឹងរបស់ដែលអាចកាត់បានអេរិចថាល្អអញ្ចឹងហើយគាត់ក៏ដើរចេញទៅហើយចេឡាយើងគាត់ឡើងឆ្ងល់គាត់ថាគាត់ថាសួរអញ្ចឹងទេហើយកំឡុងពេលនោះផងដែរនៅក្នុងផ្ទះនៅជាន់ខាងលើណាគឺថាអ្នកបម្រើឆ្អឹងហើយអ្នកបម្រើកធាត់យើងហ្នឹងគាត់កំពុងតែតាមដានគាត់ថា
ចម្លែកណាពីរអ្នកហ្នឹងមើលទៅអត់សមជាគូស្នេហ៍ទេបើតាមការតំណែងដែលឃើញបែបមិញហ្នឹងហើយអ្នកបម្រើក៏ធាត់ក៏ថាណានាតដឹងទៅមិនស្រួលថែបរបស់អេរិចហ្នឹងហើយអ្នកបម្រើឆ្អឹងក៏ថាហេតុអីបានអេរិចហ្នឹងចាំបាច់នាំមីសាទៅជាមួយទៅអីដើម្បីតានៅជាមួយចែឡាហើយអ្នកបម្រើក៏ធាត់ក៏ថាមើលនោះអេរិចហ្នឹងឲ្យកាដូទៅចែឡាទៀតចានៅត្រង់ចំណុចហ្នឹងគឺពីរអ្នកហ្នឹងគាត់មើលមកគាត់ជាយាមចាប់កំហុសគាត់ហ្នឹងកំពុងតែចោទថាអេរិចហ្នឹងកំពុងតែមានសហ័យស្មន់ជាមួយនឹងចែឡានិយាយទៅផ្នែកពីរអ្នកនេះមើលមកគឺចាញ់មករឿងទៀតអីចឹងរឿងការប៉ັດអីផ្សេងចឹងទៅហើយពេលហ្នឹងអ្នកបម្រើឆ្អឹងយើងគាត់សម្លឹងឯងគាត់មានកំណត់ហ្មងគាត់ថាអីទេគាត់ថាទោះបីវាមិនចឹងក៏ដោយសំខាន់ឲ្យតានាងហ្នឹងនៅក្នុងគម្រោងការយើងទៅបានហើយនេះអ្នកបម្រើឆ្អឹងហ្នឹងនិយាយសួរស្ដាប់ទៅជាមួយនឹងអ្នកបម្រើកធាត់កំពុងតែរៀបគម្រោងការចាប់កំហុសអេរិចបើថាមានពាក្យថាចេះឡាយណាសាយស្មន់មួយអេរិចអញ្ចឹងទៅអាចនឹងមានលេសហ្នឹងឲ្យស្ដាច់ហ្នឹងរើរឿងអេរិចបានអញ្ចឹងហើយកាត់ពីឈុតហ្នឹងមកគេក៏កាត់មកដល់អេរិចហ្នឹងនាំមីសាមកដល់បន្ទប់វិញហើយដោះអៀមដោះអីទុកហ្នឹងទៅឲ្យមីសាហ្នឹងគាត់គេងអេរិចហ្នឹងគាត់ស្រឡឹងមីសាហើយគាត់ក៏លូកដៃទៅប៉ះមីសាអញ្ចឹងស្រាប់តែពេលនោះមីសាភ្ញាក់ឡើងកញ្ញាងអេរិចគាត់ថាឲ្យគាត់សុំទោសក៏អត់ដឹងថាមីសាហ្នឹងគាត់ងុយគេងប៉ិតប្រកបមែនហើយអេរិចក៏យកដៃងាយក្បាលមីសាថ្នមគាត់ថាមិនបារម្ភទេចូលគេងវិញទៅចាំគាត់ដាស់មីសាហ្នឹងនៅពេលដែលមកអាហារឆ្អិនហើយទៅពេលហ្នឹងមីសាគាត់ឃើញដៃអេរិចហ្នឹងគឺគាត់ស្វាចាប់ដៃអេរិចយកមកគាត់ថាអេរិចខឹងមួយខ្ញុំមែនមីសាហ្នឹងគាត់ក៏គិតរកកំណត់គាត់ថាអេរិចហ្នឹងចូលចិត្តស្ដាប់ពេលដែលគាត់ហ្នឹងនិយាយពីខ្លួនឯងហើយមីសាហ្នឹងគាត់ក៏កកកកាយទៅគាត់ថាការប៉ັດហ្នឹងដោយសារតែម្ដាយរបស់គាត់ហ្នឹងគឺមកពីខាងភៀកខាងត្បូងមកពីខាងហាលីអាទីអានេះប្រហែលជាឈ្មោះតំបន់គេហើយមីសាហ្នឹងគាត់ថាដោយសារអញ្ចឹងហើយគាត់សុំទោសដោយសារមិនហ្នឹងធ្វើងក់ងើដាក់អេរិចហើយគេក៏បានបកស្រាយយើងដឹងថាម្ចាស់ស្ត្រីទី3ឬក៏ម្ចាស់ស្ត្រីចុងក្រោយរបស់ស្ដេចអង្គមុនហ្នឹងគឺគាត់ខុសប្លែកពីខ្វីនម្ចាស់ស្ត្រីដតីហ្នឹងដោយសារតែគាត់ហ្នឹងគឺជាកូនស្រីរបស់គ្រួសារតូចទាបឯងមិនមែនជាគ្រួសារមេធាងធំដូចគេហើយនៅពេលដែលស្ដេចហ្នឹងគាត់ស្លាប់អត់យូរម៉ានទេបន្ទាប់ពីម្ចាស់ស្ត្រីទី3ហ្នឹងគាត់ប្រសូតមីសាភ្លាមហ្នឹងគឺម្ដាយរបស់មីសាហ្នឹងខ្លាចជាមនុស្សដែលគ្មានតម្លៃនៅក្នុងរាជវាំងហ្នឹងហ្មងគឺគ្មាននរណាគេអើពើមួយគាត់ទេបើថាផ្ដើមពីសំណប់ចិត្តរបស់ស្ដេចទៅជាអ្នកដែលគ្មានណាគេរាប់រើចឹងហើយម្ដាយរបស់មីសាហ្នឹងគាត់ក៏ទៅនៅក្នុងរាជវាំងស៊ីលីហើយគាត់រស់នៅជាមួយនឹងកូនស្រីរបស់គាត់មីសាហ្នឹងនិយាយទៅរស់នៅបែបស្ងប់ស្ងាត់អត់ចង់ឲ្យគេដឹងថាមានវត្តមានគាត់រហូតតតាបឺមីលដែលត្រូវជាស្ដេចបច្ចុប្បន្នហ្នឹងឈានដល់វ័យជំទង់ដែលពេលហ្នឹងគឺយើងដឹងហើយគឺគាត់សម្លាប់គ្រួសារខាងម្ដាយគាត់ទាំងចោលទាំងអស់និយាយទៅដោយទាំងម្ដាយមីសាម្ដាយអីទៅដែរអញ្ចឹងហើយវាពិបាកមែនតើនៅក្នុងការដែលយើងព្យាយាមប្រមូលព័ត៌មានតាក់ទងទៅនឹងម្ចាស់ស្ត្រីទី3ហ្នឹងដូចដឹងហើយគឺគាត់បែបរស់នៅបែបស្ងាត់ស្ងៀមអត់ចង់ឲ្យមានអ្នកណាគេដឹងហើយអេរិនគាត់ក៏ប្រាប់មីសាទៅគាត់ថាគាត់ព្យាយាមដើររកព័ត៌មានតាក់ទងទៅនឹងម្ដាយរបស់មីសាដែរប៉ុន្តែមនុស្សគ្រប់គ្នាហ្នឹងនិយាយមកខុសគ្នាទាំងអស់ហើយគាត់ហ្នឹងក៏ដឹងដែរថាម្ដាយរបស់មីសាហ្នឹងគឺមកពីតំបន់អស់ហ្នឹងហើយដូចយើងឃើញពីភាគមុនហ្នឹងគឺអេរិចគាត់ទិញនំមួយដែលនំអ្នកខេតម្ដាយរបស់គាត់គេចូលចិត្តហូបហ្នឹងយកមកឲ្យមីសាទៅតោះណាមីសាគាត់លឺហ្នឹងគឺគាត់ខឹងគាត់នេះហ្មងអញ្ចឹងឯងបានគាត់និយាយប្រាប់ហេតុផលអេរិចអញ្ចឹងទៅហើយគាត់ក៏សួរអញ្ចឹងមីសាហ្នឹងគាត់ស្អប់របស់គ្រប់យ៉ាងដែលមកពីខេត្តហាលីអាធីហ្នឹងមែនមីសាហ្នឹងគាត់ក៏ឆ្លើយថាចាអេរិចគាត់ក៏ដកដង្ហើមធំហើយគាត់ក៏និយាយថាគាត់សុំទោសដែលគាត់ហ្នឹងធ្វើឲ្យមីសាអន់ចិត្តមួយគាត់អញ្ចឹងព្រោះគាត់ទៅរំលឹករឿងអស់ហ្នឹងហើយអេរិចគាត់ក៏បន្ថែមថាគាត់ថាហ្នឹងហើយបានជាគាត់ហ្នឹងចេះតែសួរឲ្យមីសាហ្នឹងនិយាយប្រាប់គាត់ពីខ្លួនឯងឲ្យគាត់ដឹងផងគាត់ហ្នឹងចង់ដឹងថាអីដែលមីសាចូលចិត្តហើយនឹងអីដែលមីសាមិនចូលចិត្តហើយអាការនិយាយពីខ្លួនឯងប្រាប់មកកាន់អេរិចហ្នឹងក៏វាល្អសម្រាប់មីសាដូចគ្នាមានន័យថាគាត់ហ្នឹងនឹងព្យាយាមកសាងកំហុសឲ្យតិចតួចមែនតែនតាមដែលគាត់ធ្វើទៅបានហើយគាត់នឹងជៀសវាងកំហុសដូចតែថ្ងៃហ្នឹងដែលគាត់ធ្វើដាក់មីសាអញ្ចឹងមីសាហ្នឹងគាត់គិតថាអូខេគាត់យល់ព្រមហើយអេរិនគាត់គិតថាហើយនៅមានទៀតគាត់ជឿថានៅមានអីទៀតដែលត្រូវនិយាយត្រូវអត់គាត់ចង់ដឹងថាហេតុអីបានមីសាហ្នឹងមើលទៅមិនហ្នឹងដូចរៀងអន់ចិត្តព្រោះមិនត្រឹមតែខឹងឯងអន់ចិត្តទៀតអញ្ចឹងគាត់ដឹងហើយថាខឹងរឿងអីប៉ុន្តែអន់ចិត្តរឿងអីមួយទៀត
ហើយភាគទី25យើងក៏ចប់តែត្រឹមនេះផ្ដើមនៅសាច់រឿងភាគទី26ហ្នឹងគឺអេរ៉ិតគាត់សួរថាមីសាហ្នឹងអន់ចិត្តមួយគាត់រឿងអីមិញហ្នឹងពេលហ្នឹងមីសាគាត់ថាចង់មានន័យថាម៉េចមីសាគាត់ថាគាត់ប្រាប់អេរ៉ិតហើយអស់ហើយតើហើយអេរ៉ិតក៏សួរថាតែប៉ុណ្្នឹងអញ្ចឹងនិយាយទៅអេរ៉ិតគាត់ដឹងចរិតមីសាថាមីសាហ្នឹងគាត់និយាយប្រាប់មិនអស់ទេគាត់នៅលាក់ហើយអេរ៉ិនគាត់ថាអើយអញ្ចឹងចាស់គាត់ថាគាត់ដឹងហើយមីសាហ្នឹងនិយាយបានប៉ុណ្ណឹងមីសាហ្នឹងក៏សមុកខលនិយាយទៅមិនមែនសមុកដេកលក់អីទេចាគឺធ្វើសមុកធ្វើដេកលក់អេរ៉ិតយើងឃើញហើយគឺថាកៀងប្រព័ន្ធប្រសាទគាត់គិតនឹងចិត្តថាឥឡូវហ្នឹងមីសាហ្នឹងគាត់កំពុងតែធ្វើជាគេងលក់មែនតែគាត់សាប់ទៅគាត់ហ្នឹងក៏មិនមែនទៅរំពឹងឲ្យមីសាហ្នឹងបើកបេះដូងដាក់គាត់ត្រឹមតាមរយៈពេលប្រហែលយប់ដែរហើយគាត់ខ្លាញ់មីសាពេកគាត់ក៏យកដៃទឹកច្បូចច្រមុះហើយគាត់ក៏គិតថាវាមិនអីទេបើមីសាហ្នឹងមិនចង់ចែករំលែករឿងអីជាមួយគាត់មិនបខំទេប៉ុន្តែអីម្យ៉ាងតាក់ទងទៅនឹងអាកប្បកិរិយារបស់មីសាហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងខ្នោះចិត្តតាមរយៈពេលវេលាដែលគាត់នៅជាមួយមីសាហ្នឹងគឺគាត់ចាប់អារម្មណ៍ថាមីសាហ្នឹងគឺចូលចិត្តកិច្ចអត់ចំប្រឈមមុខនឹងរឿងអីមួយទេនិយាយទៅគឺមីសាហ្នឹងគាត់យកអតីតកាលខ្មៅងងឹតរបស់គាត់ហ្នឹងលាក់នៅកប់នៅបាតខាងក្នុងហើយក៏អត់ខ្វល់តាក់ទងទៅនឹងការចងចាំឈឺចាប់ទាំងប្រមាណហ្នឹងដែរគឺចាត់ទុកថាអត់មាននៅលើโลกហ្នឹងហ្មងហើយតាមមើលទៅសូម្បីតែមីសាខ្លួនឯងហ្នឹងក៏មិនសូវចាប់អារម្មណ៍ថាខ្លួនឯងកំពុងធ្វើអីដែរហើយអារោគសញ្ញាដែលមីសាច្រឡោតដាក់គាត់ហ្នឹងគាត់ជឿថាហ្នឹងក៏អាចឈានទៅដល់រឿងអីផ្សេងធំជាងហ្នឹងដែរព្រោះតែគាត់ហ្នឹងធំធាត់ឡើងនៅក្នុងសមរភូមិគាត់បានឃើញការស្លាប់ជាច្រើនហើយក៏បានឃើញមនុស្សជាច្រើនហ្នឹងរស់រានមានជីវិតដែរតាមរយៈរឿងទាំងអស់ហ្នឹងគាត់បានរៀនថាអាភាពភ័យខ្លាចភាពតក់ស្លុតហ្នឹងវាអាចធ្វើឲ្យយើងនោះឈួតភ្លាមហ្មងហើយមីសាហ្នឹងតាំងពីដើមរហូតដល់ឥឡូវហ្នឹងគឺមីសាសំដែងថាអត់ខ្វល់រហូតទៅដល់ចំណុចមួយសំបីតែគាត់ហ្នឹងក៏គាត់ភ្លេចដែរថាមីសាហ្នឹងធ្លាប់ឆ្លងកាត់រឿងអីខ្លះហើយអារឿងទាំងអស់ហ្នឹងនៅតែនៅក្នុងចិត្តរបស់មីសាដូចគ្នាហើយបន្ទាប់មកក៏ឡងផុតពីរឿងហេតុការណ៍ហ្នឹងប្រហែលថ្ងៃក្រោយមកហ្នឹងយើងក៏ឃើញថាពីអ្នកបៃពុនហ្នឹងគេដេកលើក្រែគេនិយាយគ្នាមីសាហ្នឹងគាត់ក៏និយាយប្រាប់អេរ៉ិតពីរឿងរបស់គាត់ដូចរាល់ដងគាត់ថាថ្ងៃហ្នឹងម្ហូបពេលល្ងាចហ្នឹងឆ្ងាញ់ហើយអេរ៉ិចហ្នឹងប្រាប់គាត់ថាហ្នឹងជើងជ្រូកទៅគាត់ចូលចិត្តគាត់ចង់ញ៉ាំវាម្ដងទៀតអេរ៉ិនគាត់ក៏ថាអីទេចាំគាត់ប្រាប់អ្នកចំអិនឲ្យពេលហ្នឹងមីសាចាគេប្រាប់កៅភ្នែកចាញ់ចាំងរបស់គេមើលទៅកាន់អេរ៉ិនគាត់ក៏គិតថាទោះបីជាយើងរងថ្ងៃហ្នឹងយើងនិយាយគ្នារយប់មែនប៉ុន្តែការសន្ទនារបស់យើងហ្នឹងវាអត់សូវជាមានប្រយោជន៍អីហ្មងណាហើយមីសាហ្នឹងក៏ញ៉ាំតទៀតគាត់ថាហើយព្រះអាទិត្យហ្នឹងក្តៅខ្លាំងគាត់អត់អាចទៅលេងនៅខាងក្រៅរងថ្ងៃកើតទេហើយគាត់ចូលចិត្តណាស់នៅពេលដែលអាកាសធាតុហ្នឹងល្អប៉ុន្តែគាត់ហ្នឹងក៏សូវជាចូលចិត្តហ្មងដែរបើឲ្យគាត់លេងនៅសួនយូរពេកអេរិនគាត់ថាគាត់យល់ហើយអេរិនហ្នឹងគាត់ក៏គិតថាគាត់ហ្នឹងក៏អញ្ចឹងដែរនេះហើយគាត់ហ្នឹងក៏អត់មានគំនិតអីមួយដែលអាចទៅធ្វើឲ្យស្អំបេះដូងរបស់គាត់ដែលកំពុងតែមានបញ្ហាហ្នឹងឲ្យជាឡើងវិញបានដែរហើយអេរិនមកយ៉ាងហ្នឹងគាត់មានអារម្មណ៍ថារៀងសពិចសពិលគាត់ស្មុគស្មាញគាត់មានអារម្មណ៍ថាគាត់អត់ខ្វល់ទេទោះបីជាមីសាហ្នឹងបំផ្លាញរបស់របរនៅក្នុងផ្ទះហ្នឹងធ្វើងក់ងើដាក់គាត់តែគាត់មានអារម្មណ៍ថាហ្នឹងគឺជាកាតព្វកិច្ចរបស់គាត់ត្រូវការពារមីសាគាត់ត្រូវមើលថែមីសាទោះបីជាមីសាហ្នឹងធ្វើអីក៏ដោយប៉ុន្តែអីដែលជាបញ្ហាដែលគាត់គិតហ្នឹងគឺគាត់ហ្នឹងតែងតែព្យាយាមធ្វើឲ្យខ្លួនឯងនៅឆ្ងាយពីមីសាហើយគាត់អត់ដឹងទេថាហេតុអីបានមានអារម្មណ៍ថាអារម្មណ៍របស់គាត់ហ្នឹងគឺពិបាកគ្រប់គ្រងមែនទែនឥឡូវហ្នឹងគាត់គិតច្រើនពេកបញ្ហាច្រើនហើយពេលហ្នឹងអេរិចថាមីសាក៏សួរថាតែប៉ុណ្្នឹងឯងអេរិនក៏ថាហ្នឹងគាត់លើមីសាដែរថាមីសាហ្នឹងមានអីដែលត្រូវចង់ប្រាប់គាត់ទៀតអត់ព្រោះអីដែលមីសាប្រាប់គាត់កន្លងមកហ្នឹងវាគ្រាន់តែជាអីមួយដែលគាត់ហ្នឹងអាចប្រាប់ទៅកាន់មនុស្សអត់ស្គាល់គ្នាបានរបៀបថាព័ត៌មានស្រាអញ្ចឹងហើយអេរិចហ្នឹងក៏ប្រាស់ខ្លួនដេកក្បែរមីសាហ្នឹងទៅនិយាយទៅអាទឹកមុខភ្នែកខ្មៅដូចអ្នកជក់ថ្នាំហ្នឹងគឺ comeback ហើយពេលហ្នឹងមីសាគាត់របៀបគាត់ហាមាត់គាត់ព្យាយាមនិយាយអញ្ចឹងគាត់ថាគាត់អត់ដឹងថាគាត់ហ្នឹងគួរនិយាយអីទៅកាន់មនុស្សដែលអត់ស្គាល់គ្នាទេហើយគាត់ហ្នឹងក៏អត់ដឹងដែរថាមនុស្សហ្នឹងគេនិយាយអីនៅក្នុងស្ថានភាពបែបហ្នឹងព្រោះតែគាត់ហ្នឹងអត់ដែលមានណាគេនិយាយជាមួយទេក្រៅពីអេរិចហើយពេលហ្នឹងអេរិចឡើងយកដៃផ្ទះមុខខ្លួនឯងហ្មងគាត់ថាគាត់យល់ហើយគាត់ឡើងគិតថាអូយអញហ្នឹងក៏ល្ងងម៉េះហើយពេលមីសានិយាយប្រាប់អេរិចហ្នឹងគ្នាភ័យឡើងញ័រអេរិនគាត់ហួសចិត្តខ្លួនឯងគាត់ភ្លេចថាមីសាហ្នឹងគឺអត់មានណានិយាយរើទេមានតែគាត់នឹងនិយាយជាមួយដល់ពេលគ្នាអត់ដឹងអញ្ចឹងគាត់អើយចេះឆ្ងល់ហើយអេរិនគាត់ថាបើមិនអញ្ចឹងទេយើងអាចនិយាយពីរឿងដែលយើងកើតឡើងកាលពីថ្ងៃដែលយើងទៅក្រៅហ្នឹងមានរឿងអីនៅពីក្រោយហ្នឹងត្រូវអត់
ពេលហ្នឹងបងអត់បានដាក់សម្ពាធទៅលើអូនឯងខ្លាំងឯងដោយសារតែមើលទៅអូនឯងហ្នឹងគឺអត់ចង់ចែករំលែកប៉ុន្តែបើមីសាហ្នឹងគាត់គិតពីអីដែលគាត់ត្រូវបានឆ្លងកាត់ហ្នឹងគាត់យល់ថាវារៀងពិបាកនៅក្នុងការបញ្ចេញអារម្មណ៍របស់គាត់មកកាន់អេរិចហើយពេលខ្លះគាត់ក៏ពិបាកគ្រប់គ្រងគាត់បញ្ចេញអារម្មណ៍របស់គាត់ឲ្យអេរិចឃើញហ្មងហើយគាត់ថាហ្នឹងក៏ជាចំណុចល្អមួយដែរតែមីសាហ្នឹងអត់អាចលាក់អារម្មណ៍បានណាហើយអេរិចគាត់ថាតាមគាត់យល់ទៅមីសាហ្នឹងគឺអាចលាក់បាំងនៅរឿងរ៉ាវពីក្រោយការគិតរបស់គាត់ហ្នឹងទាំងប្រហែល2អ្នកផ្សេងរហូតមកតឥឡូវហ្នឹងសប្តាហ៍ពេលហ្នឹងមីសាសួរអេរិចថាហេតុអីបានអេរិចហ្នឹងធ្វើល្អដាក់គាត់ថាគាត់អត់យល់ទេហេតុអីហើយអេរិចគាត់ថាដោយសារតែឥឡូវហ្នឹងមីសាហ្នឹងគឺជាសមាជិកនៅក្នុងផ្ទះតកូក្លែតនីហ្នឹងហើយមីសាគាត់ថាជាសមាជិកនៅក្នុងផ្ទះហើយអេរិចក៏បកស្រាយទៅថាមានន័យថាពួកយើងហ្នឹងគឺជាគ្រួសារតែមួយហើយដោយសារតែឥឡូវហ្នឹងយើងជាគ្រួសារតែមួយចឹងហើយវាអត់អីទេសម្រាប់ខ្ញុំហ្នឹងទំនើងដាក់យើងឡាច់ឲ្យធ្វើអីតាមចិត្តចឹងហើយមីសាហ្នឹងក៏អាចប្រាប់នៅអារម្មណ៍នៅខាងក្នុងរបស់គាត់មកកាន់អេរិចដូចគ្នានិយាយទៅគឺគាត់សុំតែរឿងពីរយ៉ាងដែលសុំឲ្យសន្យាមួយគាត់ទី1ហ្នឹងគឺត្រូវតែស្មោះត្រង់ជាមួយគាត់គ្រប់ពេលវេលាអារឿងនេះគឺជារឿងសំខាន់បំផុតហើយរឿងទី2ត្រូវចងចាំថាពួកយើងនឹងនៅខាងគ្នាទៅវិញទៅមកថាខ្ញុំនឹងស្មោះត្រង់ជាមួយអ្នកជារៀងរហូតហើយអ្នកក៏ត្រូវស្មោះត្រង់ជាមួយខ្ញុំដូចគ្នាមីសាគាត់ក៏ថាចាគាត់ឆ្លើយឡើងអត់មានស្ទាក់ស្ទើរហ្មងណាដោយសារគាត់គិតថាដោយសារតែពួកយើងហ្នឹងគឺមានជីវិតរបស់គ្នាទៅវិញទៅមកនៅក្នុងដៃហើយអេរិចហ្នឹងគាត់មើលមុខមីសាហើយគាត់ក៏ថាពួកយើងទាំងពីរហ្នឹងប្រហែលជាគិតផ្លូវទៅពីរផ្សេងគ្នាហើយពាក្យតែមួយឯងចឹងហើយគាត់សង្ឃឹមថាថ្ងៃណាមួយហ្នឹងគោលបំណងរបស់យើងហ្នឹងគឺអាចជាគោលបំណងរួមហើយគេក៏ទីមីសាមកចិត្តហើយថើបទៅងាស់អីចឹងអេរិចក៏ប្រាប់ទៅថាប្រហែលជាហត់ហើយចូលគេងឥឡូវហ្នឹងហើយមីសាហ្នឹងគាត់ថាគាត់ដឹងថាអេរិចហ្នឹងគឺព្យាយាមមែនតើព្យាយាមអស់ពីលទ្ធភាពដើម្បីបញ្យល់គាត់គ្រប់យ៉ាងគាត់ថាគាត់ក៏មិនទៅប្រកាន់ដែរទោះបីជាអេរិចហ្នឹងធ្វើល្អដាក់គាត់តែពីខាងក្រៅមានន័យថាបំណងល្អរបស់គាត់ហ្នឹងគ្រាន់តែសម្ដែងហ្នឹងក៏គាត់អត់ខ្វល់ដែរប៉ុន្តែឥឡូវហ្នឹងមីសាគាត់ចាប់ដើមគិតថាអេរិចហ្នឹងក៏ជាមនុស្សល្អនៅចេញមកពីខាងក្នុងដូចគ្នាមនុស្សល្អពិតហើយប្តីប្រពន្ធគេហ្នឹងក៏ដេកអោបគ្នាទៅអត់តអ្នកអានអ្នកស្ដាប់អ្នកអត់មានណាគេដេកអោបផងកាត់មកដល់ថ្ងៃបន្ទាប់ហ្នឹងយើងឃើញថាគេរៀបចំមតិសេសចេញក្រៅទៀតហើយអេរិចគាត់ក៏ថាពួកយើងទៅសិនហើយអ្នកស្រីអេសាក៏ប្រាប់ថាអីទេទៅចោះប្រយ័ត្នប្រយែងសង្ឃឹមថាមីសាហ្នឹងសប្បាយទៀតចាណាមីសានេះស្ញាញដល់ម៉ែក្មេកហើយនៅពេលដែលរទេះសេះហ្នឹងចេញដំណើរហ្នឹងក៏យើងឃើញថាអេឌីហ្នឹងគឺតាមសឡឹងហើយគាត់ហ្នឹងក៏សួរទៅកាន់អ្នកស្រីអេសាថាអ្នកស្រីច្បាស់អត់រឿងហ្នឹងលោកម្ចាស់គាត់ក៏ជាបរិសដែរគាត់ឆ្ងល់ណាគាត់ថាអាហ្នឹងវាសមអត់ដែលយើងឲ្យមនុស្សស្រីក្មេងម្នាក់ហ្នឹងទៅចំណាយពេលជាច្រើនជាមួយនឹងលោកម្ចាស់ស្រីអេសាហ្នឹងក៏សួរថាចាំមានន័យថាម៉េចអេឌីហ្នឹងគាត់ក៏និយាយថាពួកយើងហ្នឹងគួរតែជួស្ត្រីវ័យក្មេងណាម្នាក់ចេញមកពីតកោអភិជនដើម្បីខ្លាចទៅជាអ្នកបម្រើចំណិតហ្នឹងណាចឹងហើយនាងហ្នឹងក៏អាចអ្នកស្រីអេសាហ្នឹងក៏ថាអេឌីលឯងមានបានមើលឃើញការទំនាក់ទំនងគ្នារវាងគ្រូពេទ្យហើយនឹងអេរិចហ្នឹងអត់គ្រូពេទ្យហ្នឹងចង់សំដៅទៅលើចេឡាយើងហ្នឹងហើយអ្នកស្រីអេសាហ្នឹងក៏បន្តទៅគាត់ថាហើយក្រៅពីហ្នឹងទៀតឲ្យអេរិចហ្នឹងទៅចាប់អារម្មណ៍ស្រីណាបើអេរិចហ្នឹងរៀបការជាមួយនឹងមនុស្សស្រីដូចជាមីសានេះហើយឯងអត់មានចាប់អារម្មណ៍ទេថាលើមីសាហ្នឹងមើលទៅគួរឲ្យស្រឡាញ់ហើយស្អាតមែនតើប៉ុន្តែមីសាហ្នឹងក៏ត្រូវតាតឡើងគីឡូទៅទៀតដែរអ្នកស្រីអេសាហ្នឹងក៏ប្រាប់ទៅកាន់មេការអ្នកបម្រើហ្នឹងក៏ថាត្រូវតាចំអិនអីដែលមីសាហ្នឹងគាត់ចូលចិត្តហើយមួយថ្ងៃមុនហ្នឹងគាត់ចាប់អារម្មណ៍ថាមីសាដូចចូលចិត្តប៊ឺពេលហ្នឹងអេឌីឡើងថាអេរិចជាមួយអ្នកស្រីអេសាហ្នឹងគឺវក់ជាមួយមីសាដូចត្រូវពើហើយភាគទី26របស់យើងក៏មកដល់ទីបញ្ចប់អរគុណមែនតើសម្រាប់អ្នកឧបត្ថម្ភនៅវីដេអូមុនបងភត្រាយបងលីដាជូនពរឲ្យសុខភាពល្អហើយសម្រាប់អ្នកដែលចង់ជួយទាកាហ្វេអីជាដើមហ្នឹងអាច scan QR ហ្នឹងបានអរគុណមែនតើបាយបាយ